សួស្តីលោកគ្រូជាវីដេអូដែលlab សម្រាប់ធ្វើការអឺជា assignment 4គឺតទៅទៅនឹង hardware monitor អញ្ចឹងនៅក្នុងហ្នឹងយើងបានធ្វើការអឺ remote យកការ remote ចូល PowerShell ទៅកាន់Ubuntu ក្នុង VirtualBox បន្ទាប់មកយើងធ្វើការ start វា អញ្ចឹងយើងធ្វើការ login username យើងធ្វើការបានទៅ show នៅ IP dash a អញ្ចឹងនេះជា IP របស់ Ubuntu server របស់យើងតទៅទៀតយើងចូលមកកាន់ PowerShell ដើម្បីធ្វើការ access remote ឬក៏ធ្វើការ remote ចូលទៅក្នុងវានេះយើងប្រើប្រាស់យើងធ្វើការ remote តាមរយៈ sh username ទៅមកយើង add ហើយយើងវាយនៅ IP 1.2មកដល់កន្លែងនេះយើង yes មកតមកយើងវាយនៅ password របស់ username មួយហ្នឹងអូខេអញ្ចឹងបានចូលហើយយើងអាច check មើល username របស់យើងបាន username របស់យើងអញ្ចឹង comment ដំបូងគឺតកតងទៅនឹង information របស់ CPU អញ្ចឹង CPU information យើងអាចជ្រើសបានតាមរយៈ list CPU អូខេអញ្ចឹងទាំងអស់នេះគឺជាព័ត៌មានតកតងទៅនឹង processor របស់យើង architecture គឺ64 8x 64 bit ហើយតកតងទៅនឹង model ជាទៅវាផ្ទាំងនេះគឺពេលដែលយើងវាយ comment នេះគឺវាសូមយើងព័ត៌មានតកតងទៅនឹង processor យើងទាំងអស់មក comment បន្តទៀតគឺយើងអាច check មើល processor PID តាមរយៈ comment 8 top នេះគឺជា PID processor របស់ user root ទាំងអស់ហ្នឹងចឹងដើម្បីយើងធ្វើការ clear វាដើម្បីយើងអាចវា comment តទៀតយើងអាចចុច control C អូខេតទៅទៀតយើងអាចមើលតទៅទៅនឹង RAM តើវាទៅមុខប៉ុណ្ណាវា free ប៉ុណ្ណាអញ្ចឹងយើងអាចវាយ comment free -8 អូខេអញ្ចឹងវាតទៅទៅនឹងinformation របស់ RAM យើងគឺ free ចំនួន 2G ហើយ available គឺ 1.6G បន្តមកទៀតគឺមើល storage យើងមើល storage របស់យើងគឺយើងវាយ comment ef -8 នេះគ្នានេះគឺជា user root របស់យើងមើលកន្លែងនេះយើងថានេះគឺជាfolder user root របស់យើង
size វា 12G ហើយយើងប្រើប្រាស់អស់ 5G ហើយនឹង available គឺ 5.6G បន្តមកទៀតគឺ comment ដែលវានឹងបង្ហាញទាក់ទងទៅនឹង structure របស់ partition របស់យើងអញ្ចឹងយើងវាយ ls b lk ហ្នឹងគឺវាបង្ហាញអំពី structure នៃ partition របស់យើងទាំងអស់នេះគឺជា structure របស់ partition យើងមានច្រើនវានឹងបង្ហាញជា structure ច្រើនរបស់យើងប៉ុន្តែយើងអត់មាន structure ច្រើនមានតែប៉ុណ្ណឹងមួយទៀតគឺ comment ដើម្បី check នៅ IP អញ្ចឹងcomment នៃការ check IP គឺយើងអាចវាយថា IP ហើយ A ហ្នឹងវាបង្ហាញអំពី IP នេះ IP គឺ 192.168.1.92 បន្តទៀតគឺយើងមើល running process អញ្ចឹងដើម្បីយើងមើល running process យើងអាចវាយ sp aox អញ្ចឹងនេះគឺទាំងអស់ហ្នឹងគឺជា running process របស់វាហើយនេះគឺជា processor ឬក៏ process ID ដែលយើងយកវាសម្រាប់ធ្វើការ kill ឬក៏ធ្វើការបញ្ចូលនៅក្នុងការ kill វាទៅអញ្ចឹងយើងសាកបើក A1 ទៅយើងចង់ធ្វើការ kill លេខ1យើងវាយពាក្យថា kill ហើយតែ kill ហើយយើង pass នៅ IPD នេះយើងចូលកន្លែងនេះមួយទៅយើងវាអត់ permit ដោយសារតែវាជា file system អញ្ចឹងយើងចូលទៅកាន់ comment បន្តទៀតទាក់ទងទៅនឹងcheck នៅ AP គឺ PSA របស់យើងPSA គឺវាបង្ហាញអំពីជាងការប្រើប្រាស់ command kill ហ្នឹងយើងប្រើប្រាស់ដើម្បីធ្វើការ refresh នៅការ error របស់យើងអញ្ចឹងឧទាហរណ៍ថាតើការ kill ហ្នឹងយើងអាចមានពីមួយទៀតគឺយើង kill ខំវា kill គឺយើងអាចធ្វើ kill dash 9 មានន័យថា force to kill ហើយមួយទៀតគឺ kill ធម្មតា kill តាមរយៈ IPD អញ្ចឹងយើងចង់ kill នេះមួយអញ្ចឹងយើង copy នៅ IPD ហើយយើងធ្វើការ comment kill មក dash 9ហើយយើងនៅចូលអញ្ចឹងកន្លែងនេះវាត្រូវការ សិតសិនវាអត់តមាន permission អញ្ចឹងយើងអាចធ្វើការ kill វាបានទេអូខេអញ្ចឹងបន្តទៀតគឺយើងធ្វើការ shut down អញ្ចឹងយើងអាចធ្វើការ shut down នៅម៉ាស៊ីននេះមួយបានតាមរយៈការ remote command នេះអញ្ចឹងយើងអាចវាយ command ថា shut down dash or now គេកន្លែងនេះវាថាយើងអត់មាន permission ទេអញ្ចឹងuser admin របស់យើងគឺយើងត្រូវតែប្រើ sudo មុនដំបូងគេអស់ដើម្បីធ្វើការ shut down វាបានអញ្ចឹង shut down dash or ហ្នឹងវា shut down ឥឡូវហើយវា restart ឡើងមកវិញវា reboot មកវិញ shut down dash or now ហើយធ្វើការទាមទារនៅ password របស់ user យើង
OK chứវាធ្វើការ shutdown ហើយ restart ទៅវិញអញ្ចឹងអានេះឡើងដាច់ connection គឺវាដាច់ហើយវាខ្លោចមិនមួយទៀតគឺយើងប្រើ sudo shutdown now តែយើងឲ្យវា shutdown close នៅ application ហ្នឹងហ្មងយើងអត់ចង់ឲ្យវា restart ទៅវិញទេអូខេយើងនៅ IP យើងទៅការ connection ថ្មី92.168.1.93 yes អូខេយើងបានចូលចឹងយើងអាចបញ្ជាវាតាមរយៈ command នេះដើម្បី shutdown វាតែម្ដងមិនឲ្យវា reboot ទេគឺយើងប្រើ command sudo shutdown តែម្ដងយើងមិន -r ទេ shutdown ហើយវាទៅជា password អូខេចឹងវា shutdown ហើយចឹងវា restart វិញទេហើយបើ shutdown នេះយើងអាចកំណត់នៅពេលវេលាណាមួយជាក់លាក់ដើម្បីឲ្យវាធ្វើការ close នៅម៉ាស៊ីនហ្នឹងក៏បានដែរ